Bah xuân groupជំរាបសួរទៅដល់បងប្អូនទាំងអស់គ្នាដែលកំពុងតែតាមដានរាល់សកម្មភាពក្នុង page ឬក៏ channel របស់ខ្ញុំហ្នឹងហើយជាថ្ងៃនេះដែរគឺខ្ញុំចង់ឲ្យបងប្អូនមើលហ្នឹងហើយផ្លូវវត្តកលាញ់បងប្អូនណាហ្នឹងហើយបងប្អូនយើងប្រកាសជាស្គាល់ហើយហ្នឹងហើយបងប្អូនយើងខ្លះក៏គាត់ស្គាល់វត្តកលាញ់បងប្អូនខ្លះក៏គាត់អត់ស្គាល់វត្តកលាញ់ហ្នឹងហើយនេះលបងវត្តកលាញ់ហ្នឹងហើយក៏គឺខ្ញុំធ្វើដំណើរនេះគឺដើមធ្វើដំណើរទៅផ្ទះរបស់ខ្ញុំអញ្ចឹងណាហ្នឹងហើយហើយក៏ខ្ញុំអត់មានអីនិយាយដែរហ្នឹងហើយមានតែឲ្យបងប្អូននឹងមើលទស្សនភាពតាមដងផ្លូវហ្នឹងហើយនឹងផ្លូវថ្នល់ដែលចូលទៅផ្ទះខ្ញុំអញ្ចឹងណាហ្នឹងហើយបងប្អូនអើយហ្នឹងហើយថ្នល់ជាតិគេចាក់ពីផ្លូវជាតិលេខ5យើងទៅដល់វត្តហួសវត្តតិចហ្នឹងហើយគឺស្រួលអញ្ចឹងមិនស្រួលអានេះយើងដល់ដីក្រហមហើយហ្នឹងហើយអញ្ចឹងគឺយើងដល់ដីក្រហមនេះផ្លូវទៅផ្ទះខ្ញុំអញ្ចឹងណាហ្នឹងហើយបងប្អូនផ្លូវក៏មិនស្រួលប្រហែលទេបងប្អូននេះថ្មហើយកលុកកលាក់ផ្លូវនេះគឺយើងឡើងទៅខាងភូមិចាមហ្នឹងហើយភូមិចាមនេះគេហៅខាងមើលមាសមើលមាសច្រឡំជាស្រ័យបងប្អូនខាងកងណោហ្នឹងហើយកងណោស្ពាន2ហ្នឹងហើយជំរាយហ្នឹងហើយចឹងនឹងគឺទៅផ្លូវទៅខាងភូមិចាមហ្នឹងហើយខ្ញុំក៏ជិះកាត់តាមហ្នឹងដែរហ្នឹងហើយព្រោះផ្លូវទៅផ្ទះខ្ញុំវាមានច្រើនបងប្អូនហ្នឹងហើយមានពី3កន្លែងហ្នឹងហើយផ្លូវហ្នឹងមួយផ្លូវអង្កើតមួយហើយផ្លូវកើតនោះមួយទៀតចឹងទៅខាងណាក៏ត្រូវដែរហ្នឹងហើយបើផ្លូវខាងកើតគឺផ្លូវទៅគិចនុបហ្នឹងហើយគិចនុបនឹងត្រូវតែតាមផ្លូវនេះទៅគិចនុបក៏ត្រូវដូចតែគ្នាហ្នឹងហើយcònផ្លូវវាងហើយផ្លូវត្រង់អីចឹងណាហើយផ្លូវកាត់អីចឹងណាហ្នឹងហើយខុសគ្នាចឹងហ្នឹងហើយនេះឃើញខ្ញុំកាមេរ៉ាដាក់ញ័រទៅតាត់ហ្នឹងគឺសុទ្ធតែថ្មបងប្អូនហ្នឹងហើយថ្មតតិតតាត់ពេញហ្នឹងអានេះគឺដល់ផ្ទះខ្ញុំហើយបងប្អូនហ្នឹងហើយគឺដល់ភូមិបើនេះគេនិយាយហៅថាអឺបើត្រឡិចនេះគេហៅស្រែច្រកត្រឡិចហៅស្រែច្រកស្រែកាងអីទេហ្នឹងហើយនេះគឺមកខាងខ្ញុំហៅមើលមាសហ្នឹងហើយមើលមាសតែបងប្អូនកុំច្រឡំថាមើលមាសនឹងសបោមាសបងប្អូនអត់មានមាសទេតែដីដូចមាសចឹងដីក្រហមអញ្ចឹងបងប្អូនហ្នឹងហើយមើលឡាននោះហុយជុកអើយឡានបើកអត់មានអសូរដើមទ្រូងអ្នកជិះម៉ូតូទេបងប្អូនអើយហ្នឹងហើយនឹងវាបានធ្លាក់ភ្លៀង1មេ2មេផងនេះបើសិនអត់ធ្លាក់ភ្លៀងវិញមិនទេបងប្អូនហ្នឹងហើយមិនមើលគ្នាឃើញដាក់ទៅហុយជុកហ្នឹងហើយនេះផ្លូវបុកទៅជំរាយហ្នឹងហើយបុកទៅជំរាយឡើងទៅកងណោហើយបន្តិចទៀតហ្នឹងដល់កន្លែងកាច់ផ្លូវទៅផ្ទះខ្ញុំហើយហ្នឹងហើយមើលផ្លូវទៅផ្ទះខ្ញុំវាពិបាកយ៉ាងណាហ្នឹងហើយដឹងថាពិបាកឬក៏ស្រួលទេហ្នឹងហើយខានទៅប្រហែលជាមួយអាទិត្យហើយមិនយូរទេបងប្អូនទេខំស្ដាប់ថាស្មានតែខ្ញុំនឹងខានទៅផ្ទះយូរហ្នឹងហើយគឺស្មានទៅតែមួយអាទិត្យសោះហ្នឹងហើយធ្វើដូចប្លែកណាស់ហ្នឹងហើយតែមិនអីទេហ្នឹងហើយនៅតែប្លែកតែភ្លៀងមកវាសើមដីវាប្លែកខ្លាំងប្លែកអីបងប្អូនហ្នឹងហើយប្លែកវាដុះស្មៅច្រើនជាងមុនអញ្ចឹងណាហ្នឹងហើយពីមុនវាអត់ភ្លៀងគឺវាអត់សូវដុះស្មៅទេហ្នឹងហើយអត់សូវដុះស្មៅទេតែដល់ពេលបានភ្លៀង1មេ2មេ3 4មេមកម៉ែស្មៅឡើងខៀវល្វិចខ្វៃគោញ៉ាំនឹងឆ្ងាញ់ឯនេះដល់កន្លែងផ្លូវកាត់ចូលទៅផ្ទះខ្ញុំហើយបងប្អូនហ្នឹងឯងចូលមើលផ្លូវស្រួលអត់នេះងូសុទ្ធតែដុំថ្មបងប្អូននេះប្រព័ន្ធពីងបាទនិយាយលេងទេហ្នឹងឯងថ្មប្រព័ន្ធពោះជើងប្រព័ន្ធផ្លូវហ្នឹងបងប្អូននេះផ្លូវទៅផ្ទះខ្ញុំហ្នឹងឯងព្រោះខ្ញុំចង់ជិះតាមហ្នឹងវាគេអត់ទាន់ធ្វើដល់កន្លែងហ្នឹងទេធ្វើខ្នល់បានមួយកណាត់ហ្នឹងឯងតិចទៀតទៅដល់កន្លែងខ្នល់គេធ្វើហើយហ្នឹងឯងហើយមិនដឹងថាគេធ្វើអីទេមួយកណាត់ហ្នឹងឯងបើធ្វើឲ្យផុតទៅវាថៃហ្នឹងឯងហើយពេលឈូសឆាយឈូសឲ្យឡើងអស់លិចហ្នឹងហើយឈូសឲ្យធ្វើជាផ្លូវដល់ពេលធ្វើហើយដល់ពេលឈូសហើយថាគេធ្វើអត់ទាន់ដល់យ៉ាប់ណាស់ហ្នឹងឯងយ៉ាប់មែនតើឥឡូវយើងជិះតាមផ្លូវនេះតិចហ្នឹងហើយដីសតិចនៅឡើងដល់កន្លែងផ្លូវសហ្នឹងហើយក៏អរគុណដែរហ្នឹងហើយគឺខ្នល់ហ្នឹងបានត្រឹមផ្ទះខ្ញុំល្មមហួសផ្ទះខ្ញុំបន្តិចហ្នឹងហើយក៏ខ្ញុំស្រួលដែរហ្នឹងហើយបើខ្ញុំជិះខាងកើតគឺផ្លូវព្រេងតែម្ដងបាទតែខ្ញុំ
ចង់ជិះតាមនេះដើម្បីឲ្យបងប្អូនបានមើលផងហ្នឹងណាហ្នឹងហើយថាផ្លូវទៅផ្ទះខ្ញុំហ្នឹងវាពិបាកឬក៏វាស្រួលហើយប្រមាណច្រកហ្នឹងហើយចាំថ្ងៃក្រោយខ្ញុំថតទៅខាងមួយច្រកទៀតហ្នឹងហើយចាំថតមួយច្រកគ្រប់2ច្រកខ្ញុំថតមួយច្រកទៀតគ្រប់3ច្រកហ្នឹងហើយឥឡូវនេះដល់លបងផ្ទះខ្ញុំហើយបាទហ្នឹងហើយតិចទៀតហ្នឹងគឺខ្ញុំដល់ផ្ទះហើយហ្នឹងហើយនេះកំពុងតែដល់មាត់ទ្វារមែនដល់ផ្ទះដល់មាត់ទ្វារនេះឥឡូវដល់មាត់ទ្វារបាទហ្នឹងហើយនិយាយរៀងវល់វល់តិចស្អីទៅជាស្អីទេបងប្អូនស្ដាប់បានក៏បានហ្នឹងហើយបើមិនបានទេសូមអភ័យទោសក៏សូមអធ្យាស្រ័យដល់បងប្អូនដែលកំពុងស្ដាប់ផងហ្នឹងហើយឥឡូវនេះមានអីមានអាគុកกี้ខ្ញុំរត់មកទទួលមុនគេឥឡូវណាអត់ទៅហាមអត់គ្រូហើយម៉ែក៏គាត់នៅ